ជីពួកអាក្មេងៗពីរនាក់នេះហេតុអីបានជាវាហ៊ានដើរចូលព្រៃទាំងយប់តែថ្ងៃនេះខ្ញុំដូចជាចង់ទៅដើរលេងក្នុងព្រៃជាមួយមិត្តភក្តិរបស់ខ្ញុំបូរីឯងចង់ទៅទាំងយប់ចឹងមិនកើតទេព្រោះក្នុងព្រៃមានសត្វសាហាវច្រើនជាពិសេសគឺអមនុស្សណាបូរីតាអើយខ្ញុំមិនដែលជឿលើរឿងផ្លូវងងឹតអញ្ចឹងទេសម័យនេះសម័យបច្ចេកវិទ្យាណាតាបើឯងមិនស្ដាប់តាក៏មិនហាមឯងដែរឯងទៅចុះបាទអរគុណហើយលោកតាខ្ញុំពិតជាសប្បាយចិត្តណាស់គិតទៅក្មេងឥឡូវនិយាយមិនស្ដាប់សោះហើយវិចិត្រយើងមានអារម្មណ៍ដូចជាមិនស្រួលសោះគ្នាក៏មានអារម្មណ៍ត្រជាក់ដៃត្រជាក់ជើងដែរបូរីឯងមើលម៉ោងទៅមើលម៉ោងប៉ុន្មានហើយម៉ោង11កន្លះហើយវិចិត្រខ្ញុំគិតថាយើងនៅទីនេះបន្តទៀតមិនបានទេតោះយើងឆាប់ចេញទៅវិញជីពួកអាក្មេងៗពីរនាក់នេះហេតុអីបានជាវាហ៊ានដើរចូលព្រៃទាំងយប់វិចិត្រឯងមានឃើញអីចម្លែកទេបូរីមិនក៏ឯងឆាប់មកវិញម្ល៉េះទៅតែម៉ោង11កន្លះណាត្រែងឯងថាទៅតតែស្អែកព្រឹកបានមកវិញលោកតាឲ្យខ្ញុំសុំទោសដែលខ្ញុំមិនស្ដាប់លោកតានៅយ៉ាងម៉េចនឹងបានទៅលោកតាអើយបើឃើញផ្ទាល់ភ្នែកនឹងឯងដឹងខុសចឹងល្អហើយតាប្រាប់ឯងទោះបីបច្ចេកវិទ្យារីកចម្រើនយ៉ាងណាក៏ដោយក៏នៅតែមានជំនឿដែរដូច្នេះបើឯង